ទី1អធិបតេយ្យភាពទឹកដីរបស់ខ្ញុំត្រូវរក្សាកន្លែងនេះត្រូវរក្សាឈៀកថយចេញវិញថយល្ងាចដកថយទី2ត្រៀមលក្ខណៈជាប់ជាប្រចាំបើសិនជានៅអូសបន្លាយនៅផ្ទុះអាវុធវាយកាន់កាប់ហើយវានឹងរាវត្រឹមមុខព្រួញពុះព្រះវិហារឬមួយក៏រាវទៅដល់ភូមិភាគ4តាមន់តាកបីលងវែងអីហ្នឹងឬមួយក៏រាវទៅដល់ភូមិភាគ5និងភូមិភាគ3ទៀតកោះកុងវាយតាមបដ ாய் នឹងឡើងបើសង្គ្រាមប្រទេសនិងប្រទេសគឺត្រូវវាយទាំង3ភូមិភាគវាយទាំងភូមិភាគ3ពីខេត្តកោះកុងចាំយាមរហូតមកដល់ខេត្តពោធិ៍សាត់ហើយខេត្តបាត់ដំបងប្រទេសវិជ័យវាយរហូតទៅដល់ឧត្តរមានជ័យដល់ព្រះវិហារនេះបើសិនជាសង្គ្រាមទ្រង់ទ្រាយធំបែបឈ្លានពានវាយកម្រិតប្រទេសនេះហើយគឺជាការប្រយុទ្ធគ្នាជើងទឹកក៏វាយគ្នាជើងទឹកទៀតបងប្អូនចង់អញ្ចឹងទេបើសិនជាគេរំលោភចូលហើយមិនដកនៅថ្ងៃនោះនឹងអាចមានកាត់ទឹក